Bạn số đây của con bạc nhé. Ngày nay mình dạy vì nhẹ lụa Facebook hay ấy nó rồi YouTube ấy nó để tới vua ta bị giặt ở bên tên xong rồi nó nhẹ đã lụaประเภทจังๆá Facebook แพ็กអីហ្នឹងតែគ្រប់ប្រការcủa mình យើងគួរតែប្រយ័ត្នឲ្យបានខ្លាំងព្រោះដោយសារតែមានបញ្ហាបោកប្រាស់ច្រើនណាតាមខ្ញុំដឹងយើងគួរជៀសវាងឲ្យបានច្រើនហើយបើសិនជាទិញគេលុះត្រាតែយើងធ្វើមិនក៏ដោយឲ្យគេដាក់ខែឈ្មោះកៅអីយើងបានត្រឹមត្រូវអស់សិនដល់ដៃយើងសូមយើងឲ្យលុយបើមិនចឹងទេនឹងជួបបញ្ហាច្រើនដូចជាខ្ញុំធ្លាប់ឃើញធ្លាប់អីចឹងទៅនិយាយចំទៅវាគ្មានអីជាជាងធ្វើខ្លួនឯងទេវីដេអូដែលយើងធ្វើរាល់ថ្ងៃបើសិនជាយើងលេងផ្លូវកាត់ទិញយកមកធ្វើបើសិនជាធ្វើទៅវាអត់មាន view មានអីច្រើនអាហ្នឹងក៏វាបានលុយតិចមែនតើហើយវាហានិភ័យដោយសារវាអត់សូវបានមិនមែនថាវាមិនបានទេវាបានដែរតែបើយើងធ្វើផ្ទុះអាហ្នឹងបានច្រើនហើយហើយគាត់ថាថ្ងៃហ្នឹងខ្ញុំនិយាយតែរឿងអ្នកលក់មួយចំនួនតែគាត់ពីច្រើនគឺបោកប្រាស់ដោយសារតែពេលខ្លះសុំកក់លុយផ្លេសអីក៏អីហ្នឹងគឺអត់បានទេពីច្រើនហ្នឹងគឺខូចមែនតើអ្នកលក់ page លក់YouTube អីហ្នឹងអញ្ចឹងសុខចិត្តធ្វើខ្លួនឯងតាមដំណើរតាមអីទៅល្អជាងពីបានវាថិតថេរជាងខ្ញុំនិយាយចេះសិនជាយើងទិញរបស់គេយកមកធ្វើវាលឿនមែនប៉ុន្តែបើយើងអត់ចេះធ្វើហានិភ័យបណ្ដោយបើសម្រាប់បទពិសោធន៍ខ្ញុំគឺខ្ញុំធ្លាប់ទិញ Facebook page គេយកទៅធ្វើយកទៅអីដែរ100ជាងអីចឹងទៅតែធ្វើទៅអត់បានផលទេដោយសារតែការស្នើការអីហ្នឹងវាជាប់ពេលដែលយើងស្នើទៅវាអត់បានទេអញ្ចឹងបានថាវាហានិភ័យច្រើនតែបើយើងធ្វើខ្លួនឯងតិចដងយូរទៅគឺវាដើរទៅមុខរហូតតែបើសិនជាយើងទិញគេពេលហ្នឹងវាដើរតែដល់ពេលអស់តែយើងធ្វើទៅវាអស់អ្នកមើលចប់ហើយអញ្ចឹង YouTube ក៏អញ្ចឹងដែរយើងគួរតែធ្វើខ្លួនឯងឲ្យខ្លួនឯងបានច្រើនជាពិសេសបើយើងចេះផលិតវីដេអូហើយគឺដឹងតែល្អហើយអត់មានពិបាកទៀតទេហើយបើវីដេអូល្អកាន់តែផ្ទុះកាន់តែលឿនអញ្ចឹងបានថាយើងគួរតែរៀនធ្វើវីដេអូឲ្យបានល្អច្រើនជាមុនសិនមុននឹងយើងចាប់ផ្ដើមលើខ្សែទាំងអស់ហ្នឹងដូចជា YouTube Facebook វិញអាហ្នឹងចំណុចមួយចំនួនដែលខ្ញុំធ្លាប់ឆ្លងកាត់វាបញ្ហាច្រើនវាអត់បានផលអីទេអញ្ចឹងខ្ញុំគួរតែប្រឹងធ្វើវាពីតិចម្ដងទៅល្អជាងដូចខ្ញុំក៏មិនជោគជ័យដែរគ្រាន់តែខ្ញុំចេះធ្វើតរហូតមុននឹងធ្វើវីដេអូខ្លួនឯង original វាពិបាកពីមុនមកយើងគិតថាអឺអត់អត់សូវមានពេលមានអីយើងចេះយកវីដេអូគេមកដាក់មកផុសអញ្ចឹងទៅវាអត់សូវបានបាទដល់ពេលអញ្ចឹងយើងគួរតែចាប់ផ្ដើមធ្វើអ្វីដែលថ្មីសម្រាប់អឺ YouTube ហើយនឹងសម្រាប់ខ្លួនឯងអញ្ចឹងមានអីក្រៅពីធ្វើខ្លួនឯងតិចម្ដងរហូតដល់វាដើរដូចយើងរៀនជិះកង់ជិះអីចឹងបើយើងចង់ចេះជិះហ្មងគឺវាអាចទៅរួចទេមនុស្សម្នាក់មុននឹងចេះត្រូវរៀនតិចម្ដងចឹងហើយអ្វីដែលសំខាន់បើសម្រាប់ខ្ញុំវាមិនជោគជ័យអីណាស់ទេគាត់ថាធ្លាប់បើកលុយពី YouTube បាន2ដងដែរតែដល់ពេលក្រោយមកវាខូចទៅវិញហើយអ្វីដែលសំខាន់ខ្ញុំអត់បោះបង់ខ្ញុំនៅធ្វើបន្តវារហូតអញ្ចឹងថាបងប្អូនទាំងគ្នាដែលចង់ឲ្យលុយពី YouTube អីកុំបោះបង់វាជាកន្លែងល្អសម្រាប់យើងធ្វើការរលួយជាមួយវាបើសិនជាយើងប្រកែគឺនឹងបានលុយពីវាអញ្ចឹង
មួយចំនួនដែលទិញរបស់គេយកមកធ្វើវាហានិភ័យខ្លាំងហើយណាមួយហានិភ័យមានដូចជាទី1ហានិភ័យគេបោកមកយើងទិញអត់បានរបស់អត់បានផេកអត់បានអីទេតែមិនមែនថាអត់ទាំងអស់ទេខ្លះក៏គេល្អគេនៅបានតែមុននឹងទិញត្រូវមើលពីធ្វើតាមដានសិនថាអ្នកលក់ហ្នឹងគេអឺផលិតវីដេអូបានច្រើនហើយឬក៏មានគេស្គាល់ច្រើនអញ្ចឹងហ្នឹងគឺទិញអត់សូវហានិភ័យទេតែបើសិនជាយើងអត់សូវស្គាល់គេទេហើយគេទៅបំផុសទៅអីចឹងលក់ធូរអីហ្នឹងគឺសុទ្ធតែហានិភ័យខ្លាំងអាហ្នឹងបើតាមខ្ញុំធ្លាប់ដឹងហើយមួយទៀតគឺថាយើងអត់ទាន់ចេះធ្វើវីដេអូឲ្យដើរស្រួលផងយើងទៅទិញរបស់គេគឺវាពិបាកក្នុងការហៅលុយយើងធ្វើខុសតាមទិញទួចហ្នឹងគឺគេបិទរបស់យើងចោលអញ្ចឹងអ្វីដែលល្អយើងគួរតែព្យាយាមធ្វើវីដេអូឲ្យបានច្រើនបាទហើយជាពិសេសអារឿងខាងទិញគេហ្នឹងគឺហានិភ័យវាមាន2ហ្នឹងខ្លាំងណាស់និយាយទៅមិនមែនថាអ្នកលក់ទាំងអស់គេពិបាកទេបោកប្រាស់គាត់ថាអ្នកលក់មួយចំនួនធំដែរដែលខ្ញុំគិតថាមិនជួបតែខ្ញុំទេអ្នកខ្លះក៏គេជួបដែរតែថាស៊ីលក់ដូរអស់ហ្នឹងគេបានដល់ដៃដូរឈ្មោះបាន password អីដូរ password ដូរអីឲ្យអស់សុំយើងឲ្យលុយគេហ្នឹងល្អព្រោះចឹងវាធ្វើឲ្យយើងខាត់បង់ច្រើនជាពិសេសយើងខាត់បង់ហ្នឹងចឹងថាសុខចិត្តធ្វើខ្លួនឯងទិញដងហើយណាមួយបានវីដេអូ original ទៀតបើសិនតែយើងទិញគេហើយយើងចូលវីដេអូគេមកដាក់មានបានប្រហែលទេបន្តិចទៅជាប់ copyright ជាប់អីហ្នឹងខូចចោលលុយទៅទេអាហ្នឹងនិយាយទៅបាត់ពិសោធន៍ខ្ញុំក៏មានតែមិនអត់ទេអញ្ចឹងបានខ្ញុំធ្វើវីដេអូនេះចង់និយាយពីការអ្នកដែលទិញរបស់គេមួយចំនួនហើយនឹងអ្នកលក់មួយចំនួនគួរតែស៊ីស្មោះត្រង់តិចទៅបើមានរបស់ថាមានទៅឲ្យទៅគេហើយយកលុយទៅគេមកកុំខ្លាចថាបើយើងគ្មានរបស់គ្មានអីឲ្យគេទេគ្មានអីឲ្យគេទេយើងរកស៊ីបោកគេទៅអត់ថាទេគួរតែរកស៊ីវិធីសាស្ត្រណាដែលវាស្មារតីគ្នាដូចជាបានរបស់ឲ្យលុយអាហ្នឹងគឺល្អអាហ្នឹងខ្ញុំចង់និយាយថាអ្នកដែលទិញរបស់គេទេមួយចំនួនទេគួរតែប្រយ័ត្នចាយឲ្យបានច្រើនលើម្នាក់សិនមានបទពិសោធន៍ហើយចឹងបើសិនជាយើងចង់បានជោគជ័យខ្លាំងហ្មងជោគជ័យភ្លាមអត់ដែលអត់សូវបានធ្វើយើងចង់បានយកមកធ្វើជោគជ័យមកអញ្ចឹងប្រយ័ត្នឲ្យមែនទែនបាទវីដេអូហ្នឹងខ្ញុំនិយាយតែប៉ុណ្្នឹងទេព្រោះដោយសារតែអានេះមួយចំនួនតែខ្ញុំជួបវាអញ្ចឹងមែនបាទ